លើកថាដេញថ្លៃកម្រងថ្មីរហូតដេញអត់លះហែហ្មងឯនេះកម្រងពងឲ្យចិត្តចប់អារម្មណ៍ភ័យអមិនដឹងមិនម៉ាតែការដេញថ្លៃរបស់កម្រងសាងសង់នីមួយៗគេធ្វើមិនខ្លះទៅណោះវីដេអូនេះខ្ញុំនឹងចែករំលែកពីដំណាក់កាលដេញថ្លៃទាំង5ដែលបងប្អូនគួរតែចែករំលែកបន្តខ្ញុំគិតថាវាអត់ខុសតអីទេក៏មិនខាតអីដែរគ្រាន់តែចុច share វីដេអូនេះមួយម្នាក់ទៅកាន់បងប្អូនអ្នកដែលមិនទាន់បានដឹងពីការដេញថ្លៃនេះមិនចឹងហ៎ដំណាក់កាលទី1គឺជាការប្រកាសការដេញថ្លៃឬក៏អញ្ជើញចូលរួមបេក្ខភាពដេញថ្លៃនៅក្នុងកញ្ចប់ឯកសារដេញថ្លៃនៅក្នុងជំហានដំបូងនេះគឺបានភ្ជាប់ជាមួយនឹងឯកសារតាក់ទងមួយចំនួនពីព័ត៌មានរបស់គម្រោងប្លង់ដេញថ្លៃសម្រាប់សាងសង់ជាមួយនឹងបទដ្ឋានបច្ចេកទេសដែល design ទុករួចប្រភេទកុងត្រារបស់គម្រោងលក្ខខណ្ឌនៅប្រាក់តម្កល់ឬក៏ធានារ៉ាប់រងហើយចុងក្រោយគឺជាប្រភេទនៅក្នុងការដេញថ្លៃរបស់គម្រោងដំណាក់កាលទី2គឺជាការដាក់ពាក្យចូលដេញថ្លៃក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ឬក៏គិតថាខ្លួនឯងមានលទ្ធភាពចូលរួម fit ជាមួយនឹងគម្រោងដេញថ្លៃរបៀបនេះអាចចាប់ផ្ដើមដាក់ពាក្យចូលរួមដេញថ្លៃដែលគ្រាន់តែភ្ជាប់ជាមួយនឹងឯកសារមួយចំនួនដូចជា company profile របស់គាត់ការប៉ាន់ប្រមាណរយៈពេលសាងសង់នៅក្នុងគម្រោងមួយនោះនិងការដាក់តម្លៃប៉ាន់ប្រមាណសម្រាប់ដេញថ្លៃតែអាចធានាបាននៅ profit សម្រាប់ក្រុមហ៊ុនរបស់គាត់ផងដែរដំណាក់កាលទី3គឺជាការជ្រើសរើសក្រុមហ៊ុនឈ្នះនៅក្នុងការដេញថ្លៃម្ចាស់គម្រោងច្បាស់ជារើសនៅក្រុមហ៊ុនណាដែលគាត់ដាក់តម្លៃទាបនិងប្រកួតប្រជែងខ្លាំងមែនទែនសម្រាប់គាត់ថែមលើពីនេះទៅទៀតគឺគាត់នឹងពិនិត្យទៅលើបទពិសោធន៍គម្រោងសាងសង់របស់ក្រុមហ៊ុននោះតើមានសមត្ថភាពប៉ុណ្ណាដែរតើកំណត់ត្រាសុវត្ថិភាពការងាររបស់គាត់ធ្លាប់ជួបទាក់ទងជាមួយនឹងបញ្ហាគ្រោះថ្នាក់ដែលទាក់ទងនឹងបាត់បង់ជីវិតអីដែរឬអត់ឬក៏ជាប់ blacklist ជាមួយនឹងការយឺតយ៉ាវឬក៏បោះបង់គម្រោងចោលដែរអត់មានបបតតែអញ្ចឹងដែរអត់ដំណាក់កាលទី4គឺជាប្រភេទកុងត្រាម្ចាស់គម្រោងជាមួយនឹងក្រុមហ៊ុនដែលដេញថ្លៃបានគឺចាប់ផ្ដើមធ្វើកុងត្រាប្រភេទការងារជាមួយនឹងគ្នាប្រភេទកុងត្រារបស់ការងារវាមានច្រើនប្រភេទខ្លះទៅវាជាប្រភេទលំសាំដែលហៅថា fixed pricing មួយទៀតអាចជា unit rate ជាការដេញថ្លៃប្រភេទកុងត្រាបែបឯកតាមួយទៀតគឺជាសម្ភារៈ material ឬក៏ជាមួយនឹង period time ចំណុចដំណាក់កាលចុងក្រោយគឺជា project delivery ពាក្យនេះខ្ញុំពិបាកបកជាខ្មែរតែបើខ្ញុំសម្រាយឲ្យស្រួលយល់ទៅគម្រោងវាមានច្រើនប្រភេទបងប្អូនគម្រោងខ្លះគេធ្វើជាលក្ខណៈ design and build មានថាក្រុមហ៊ុនតែមួយទទួលរ៉ាប់រងទៅលើការ design បច្ចេករបស់គេផងហើយនឹងទទួលសាងសង់ផងហើយខ្លះទៀតគាត់អាច build only មានន័យថាអ្នក design ផ្សេងហើយគាត់យកទៅសាងសង់នៅពេលដែលមានប្លង់ design ចេញមកពី designer របស់ខាង client មួយទៀតគេហៅថា CMAO construction manager at risk ប្រភេទគម្រោងបែបនេះគឺគេអាសាញ CM1 construction manager មួយដែលគាត់ទទួលខុសត្រូវរ៉ាប់រងជាតំណាងឲ្យម្ចាស់គម្រោងគ្រប់គ្រងតាំងពីវគ្គ design ឬក៏វគ្គសាងសង់ខ្ញុំមានខ្លីៗបែបនេះយើងនឹងជួបគ្នានៅវីដេអូក្រោយនៅព័ត៌មានប័ណ្ណបើសិនជាបងប្អូនមានសំណួរសូមទំនាក់ទំនងផងបាទអរគុណសម្រាប់ការតាមដានទស្សនា